ចាខ្លាំងណាស់ទឹកធ្លាក់ទម្លាក់ខ្លួនក្រោមចំណាក់ថ្មដាប់ដៃមនុស្សចំនួនថ្មីនៅកំពង់សោមមកកន្លែងនេះស្អាតមែនតែនបងប្អូនចម្ងាយជាង20គីឡូពីក្រុងបរសៃហនុទេប៉ុន្តែពេលដែលយើងមកដល់មានអារម្មណ៍ថាទទួលបានចំណីអារម្មណ៍ថ្មីមែនតែនសម្រាប់បងប្អូនដែលចូលចិត្តនិយមនៅក្នុងការមើលឃើញអីដែលថ្មីសម្រាប់ធម្មជាតិអីមកដល់កន្លែងនេះគឺមិនខកបំណងទេបងប្អូនទទួលបានអីថ្មីត្រឡប់ទៅវិញតែម្ដងសម្រាប់ទឹកធ្លាក់ទម្លាក់ខ្លួនតាមចម្លាក់ថ្មក្រោមផ្ទៃទឹកដែលគេឆ្លាក់លើផ្ទាំងថ្មធម្មជាតិទេណាដែលបង្ហាញពីព្រហ្មញ្ញសាសនាមានដូចជាអង្គវិស្ណុសេវលឹងមានអដឹក10000ឆ្នាំគឺថាអស្ចារ្យមែនតើហើយគប់ផ្សំជាមួយនឹងទឹកហូរចុះពីសេវលឹងពីខាងលើចុះមកខាងក្រោមជាថ្នាក់បដិញគ្នាណាហើយសម្រាប់ទីតាំងនេះគឺយើងអាចឈរមើលលើផ្ទាំងថ្មសម្លឹងទៅលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយនៃក្រុងបរសៃហនុបានស្អាតមែនតើបងប្អូនហើយកន្លែងនេះធ្វើជាដើរបានស្អាតមែនតើបងប្អូនដើម្បីឲ្យភ្ញៀវងាយស្រួលនៅក្នុងការដើរណាយើងចំណាយកម្លាំងគួរសមណាស់ប៉ុន្តែវាមិនពិបាកខ្លាំងណាស់ទេបងប្អូនតែសំណាងឲ្យពួកខ្ញុំមកដែរផ្លេច boost strong ទេមិនថាដើរលេងឬក៏បើកបរផ្លូវចិត្តផ្លូវឆ្ងាយទេញ៉ាំ boost